ស្ត្រីម្នាក់លួចតាមប្តីទៅធ្វើការថែម៉ោងរហូតឃើញគាត់ដើរជាមួយមិត្តរួមការងារស្រីនាងមិនជឿភ្នែកខ្លួនឯងឡើយតែពួកគេចូលក្នុងសន្តាគារបាត់ហើយនាងស្រុតអង្គុយចុះអស់សង្ឃឹមគិតទៅគិតមកក៏ឈឺចាប់នាងទៅសួរលេខបន្ទប់ប្តីពីបុគ្គលិកដើម្បីទៅចាប់ពួកគេទាំងហ្វេតែពេលទៅដល់មាត់ទ្វារកយសំឡេងក្ដុងក្ដាំងពីក្នុងបន្ទប់នាងជឿចិត្តដូចគេចាក់ក៏លើកបំពង់ពន្លត់អគ្គិភ័យបំរុងវាយគូទ្វារម៉ាក់ប្រញាប់ឡើងអូខេប្រយ័ត្នដួលទៅយឺតសំឡេងក្មេងប្រុសធ្វើឲ្យនាងស្ងប់ចិត្តនាងគិតដល់កូនប្រុសដែលទើបចូលរៀននាងមិនអាចធ្វើរឿងតាមចិត្តបានឡើយតែធ្វើឲ្យកូនបាត់បង់ឪពុកបន្ទាប់ពីគិតហើយគិតទៀតនាងដើរទៅទូរស័ព្ទសាធារណៈហើយហៅទូរស័ព្ទទៅប៉ូលីសខ្ញុំចង់រាយការណ៍ផ្លូវដានឈូក្នុងផ្លូវតូចៗមុខអគារឆាសឹងនៅសន្តាគារឆៅយួនបន្ទប់លេខ206មានមនុស្សកំពុងលក់ខ្លួនឡានប៉ូលីសមកដល់យ៉ាងលឿនហើយនាំប្តីនិងមិត្តរួមការងារស្រីទៅនាងអង្គុយក្នុងបន្ទប់ពេញមួយយប់ទឹកភ្នែកហូរចេញមកទាំងឈឺចាប់តែនាងមិនដឹងថាទូរស័ព្ទនេះបានក្លាយជាមូលហេតុធ្វើឲ្យគ្រួសារនាងបែកបាក់នេះជាគ្រួសារដែលប្រពន្ធខ្លាំងជាងប្តីលីប៉ាវលីតាំងពីឈប់ធ្វើការមកនាងក៏លក់ដូរនៅផ្សាររាល់ថ្ងៃនាងមានចំនួនជាមួយអ្នកដទៃនាងមានចរិតរឹងមាំនិងកាច់ចំណែកប្តីរបស់នាងម៉ាស៊ីវអ៊ូទោះគាត់ជាមេគេនៅរោងចក្រតែគាត់មានចរិតទន់ជ្រាយក្នុងនិងក្រៅផ្ទះគាត់ស្ដាប់បង្គាប់លីប៉ាវលីគាត់គិតថាបានផ្ទះពីក្រុមហ៊ុនគាត់នឹងមានសិទ្ធិក្នុងផ្ទះវិញតែថ្ងៃរើផ្ទះពេលព្រឹកគាត់ទិលលីប៉ាវលីឆ្លុះជាមួយកម្មករដោយសារផ្លូវតូចពេកឡានរើផ្ទះមិនអាចចូលបានកម្មករចង់បន្ថែមលុយបន្តិចបន្តួចតែលីប៉ាវលីគិតថានេះឡើងថ្លៃតាមចិត្តនាងចង់ឲ្យប្តីជួយនិយាយឲ្យនាងតែប្តីនាងបែរជាគេចមុខទៅវិញពេលទៅដល់ផ្ទះថ្មីប្តីគ្រាន់តែយកបារីឲ្យកម្មករលីប៉ាវលីក៏ខឹងម្ដងទៀតខ្ញុំជាអ្នកចេញលុយពួកគេជាអ្នកធ្វើការវាជារឿងត្រឹមត្រូវណាស់មិញនៅខាងនោះអ្នកឡើងថ្លៃតាមចិត្តអ្នកពេលនេះអ្នករត់ចេញមកឲ្យបារីពួកគេអ្នកមើលខ្លួនឯងបន្តិចទៅមើលតើពួកគេធ្វើអ្វីខ្លះបារីមិនបងលុយទឹកមិនបងលុយអ្នកធ្វើដូចនៅក្នុងរោងចក្រទេទូភ្ញៀវអ្នកក៏ដូចគេកម្មករក៏ទៅទាំងអន់ចិត្តក្នុងពេលនិយាយគ្នាពួកគេអាណិតម៉ាស៊ីវអ៊ូមិត្តអើយទោះយើងធ្វើការធ្ងន់ធ្វើការងាររដុកតែប្រពន្ធរបស់យើងសុទ្ធតែជាស្រីស្អាតជីវិតយើងស្រួលជាងអ្នកណាស់ខ្ញុំយល់ថានៅខាងក្រៅអ្នកជាថ្នាក់ដឹកនាំតែយ៉ាងម៉េចទៅអ្នកនៅតែត្រូវស្ដាប់បង្គាប់ប្រពន្ធពេញមួយជីវិតពិតជាគួរឲ្យអាណិតណាស់ពេលយប់ដើម្បីអបអរការឡើងផ្ទះថ្មីលីប៉ាវលីធ្វើម្ហូបជាច្រើនមុខតែប្តីនាងបែរជាមិនសប្បាយចិត្តសម្ដីកម្មករដកជាប់ក្នុងចិត្តគាត់ធ្វើឲ្យគាត់ដឹងពីភាពតូចតាចរបស់គាត់លីប៉ាវលីខ្ញុំចង់លេងលេះជាមួយអ្នកតាំងពីពេលនោះមកគាត់ចេញពីបន្ទប់ពួកគេហើយរកហេតុផលគ្រប់យ៉ាងមិនត្រឡប់ផ្ទះម្ដងថាធ្វើការថែម៉ោងនៅរោងចក្រម្ដងទៀតថាជើវាយឲ្យទៅលេងជាមួយភ្ញៀវលីប៉ាវលីរងចាំគាត់ត្រឡប់ផ្ទះរាល់ថ្ងៃតែដល់ពាក់កណ្ដាលយប់ក៏មិនឃើញគាត់ថ្ងៃមួយមិត្តជិតស្និទ្ធរបស់នាងមកនិយាយនាងចង់រៀបរាប់ពីជីវិតរបស់នាងតែលីប៉ាវលីយំខ្លាំងជាងនាងទៅទៀតអាម៉ាស៊ីវអ៊ូអាក្រក់ចង់លេងលេះជាមួយខ្ញុំម៉ាស៊ីវអ៊ូគាត់ហ៊ានលេងលេះមិនបានខ្ញុំក៏មិនដឹងដែរអ្នកទាំងពីរទៅព្រឹកផ្ទះថ្មីសោះគាត់លេងលេះមែនតែនមែនទើបជាមែនតែនគាត់និយាយថាត្រាប់ណាខ្ញុំយកព្រមលេងលេះគាត់មិនត្រូវការអ្វីទាំងអស់អ្នកធ្វើឲ្យខ្ញុំខ្លាចណាស់ម៉ាស៊ីវអ៊ូក្លាហានតាំងពីពេលណានរណាដឹងមានស្រីខាងក្រៅគាត់លងស្នេហ៍មែនទែនហើយដើម្បីរក្សាប្តីរបស់នាងលីប៉ាវលីរកវិធីគ្រប់បែបយ៉ាងសម្បីឲ្យកូនប្រុសអង្គប្តីរបស់នាងតែប្តីរបស់នាងសម្រេចចិត្តលេងលេះមិនគិតពីអារម្មណ៍អ្វីទាំងអស់ពេលនេះនាងទើបដឹងថាការរំលឹករបស់មិត្តនាងត្រឹមត្រូវម៉ាស៊ីវអ៊ូមានស្រីផ្សេងប៉ុន្មានឆ្នាំនេះគាត់មិនអាចតាំងនៅផ្ទះបានតែនៅរោងចក្រវិញគាត់ស្គាល់កម្មករស្រីវ័យក្មេងម្នាក់នៅមុខនាងម៉ាស៊ីវអ៊ូនិយាយច្រើនជាងមុនហើយកម្មករស្រីនោះលើកចិត្តគាត់រាល់ពេលនេះធ្វើឲ្យភាពជឿជាក់របស់គាត់ពេញចិត្តខ្លាំងហើយក៏លងស្នេហ៍នឹងនាងបាត់ទៅតែថ្ងៃមួយការហៅទូរស័ព្ទទៅប៉ូលីសបានបំផ្លាញទាំងអស់ទូបទល្មើសមិនចោទក៏ដោយតែរឿងនេះរីកសុះសាយយ៉ាងលឿនម៉ាស៊ីវអ៊ូត្រូវដកហូតតំណែងនេះធ្វើឲ្យគាត់មិនហ៊ានតាំងមុខលីប៉ាវលីសូម្បីមិត្តជិតស្និទ្ធរបស់នាងនៅទីនោះលីប៉ាវលីក៏មិនក្បត់ចិត្តគាត់ដែរនាងរំលឹកគាត់ពីកំហុសដែលគាត់បានប្រព្រឹត្តម៉ាស៊ីវអ៊ូមិនហ៊ានទៅឡើយគាត់គ្រាន់តែដើរចេញទៅដោយសារផ្ទះចាស់ជួសជុលហើយគាត់សុំនាងយកកម្ដាយគាត់មកទីក្រុងតែលីប៉ាវលីមិនចង់និយាយជាមួយគាត់ម៉ាស៊ីវអ៊ូដាច់ចិត្តនាំម្ដាយមកមុនទៅធ្វើឲ្យលីប៉ាវលីកាន់តែមិនពេញចិត្តក្នុងចន្ទើយន្តម្ដាយគាត់សួរសុខទុក្ខនាងដោយរីករាយតែនាងគ្រាន់តែញក់ក្បាលហើយងាកក្នុងចេញទៅនាងហៅម៉ាស៊ីវអ៊ូចូលក្នុងបន្ទប់គេងម្ដាយគាត់ទៅយ៉ាងច្បាស់គាត់ស្ដាប់កាន់តែមិនសប្បាយចិត្តគាត់លាក់ខ្លួននៅជាន់ក្រោមយំរហូតដល់ចៅប្រុសគាត់ចេញមុខមកទើបគាត់នាំនាងត្រឡប់មកផ្ទះវិញតែរឿងដែលម៉ាស៊ីវអ៊ូត្រូវចាប់បន្តរោងចក្រប្រកាសបញ្ជីឈ្មោះកម្មករដែលត្រូវបណ្តេញចេញហើយម៉ាស៊ីវអ៊ូមានឈ្មោះក្នុងបញ្ជីនោះដែរគាត់ច្រឡោតចិត្តមិនដឹងធ្វើម៉េចទេហើយមិនហ៊ានប្រាប់រឿងនេះដល់គ្រួសារគាត់គ្រាន់តែចាក់ចេញពីរោងចក្រទាំងអន់ចិត្តគាត់ចង់រកកម្មករស្រីនោះរៀបរាប់តែកម្មករស្រីនោះបែរជាប្រងើយកន្តើយលោកនាយកម៉ាជាមនុស្សល្អណាស់តែមិនសូវយកចិត្តនារីទេការងារក៏បាត់បង់ស្នេហាក៏បាត់បង់ដែរម៉ាស៊ីវអ៊ូក៏ទៅសន្តាគារនោះតែគាត់ដឹងថានរណារីកាប៉ូលីសគឺប្រពន្ធគាត់ភាពជាចាប់នឹងអស់សង្ឃឹមលេបត្របាក់បេះដូងគាត់ហើយខ្លាចជាចម្បាំងចុងក្រោយលើក្នុងអូតគាត់ទៅដល់ស្ពានតែម្នាក់ឯងហើយសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនមិនយូរប៉ុន្មានក្រោយមកលីប៉ាវលីត្រូវហៅទៅការិយាល័យពេលឃើញប៉ូលីស2នាក់នៅពីមុខនាងគិតថាម៉ាស៊ីវអ៊ូធ្វើខុសម្ដងទៀតតែប៉ូលីសយកកាបូបលុយសាមចេញមកចុះគាត់ណែណាមានរឿងមួយខ្ញុំប្រាប់អ្នកថ្ងៃត្រង់នេះមានម្នាក់លោតទឹកពីស្ពាន2របស់ទាំងនេះជារបស់គាត់ទុកចោលលីប៉ាវលីមិនជឿអ្វីដែលនាងលើឡើយតែប៉ូលីសហុចសម្បត្តិឡាទឹកភ្នែករបស់ប្តីក្នុងសម្បត្តិមានជាង3000ពាក្យនេះគាត់សុំទោសសម្ដាយដោយស្មោះត្រង់ហើយប្រាប់កូនប្រុសឲ្យរៀនពូកែតែគ្មានពាក្យសរសេរដល់លីប៉ាវលីឡើយនាងបើកមើលទំព័រក្រោយៗទៀតតែបើកមើលសៀវភៅទាំងមូលក៏មិនឃើញពាក្យអ្វីមួយទៀតដែរក្នុងពិធីបុណ្យសពការស្អប់របស់នាងហួសពីសោកសៅហើយនាងទប់ទឹកភ្នែកមិនឲ្យហូរកូនប្រុសនាងយំរហូតដល់ស្អកកឲ្យនាងយកឪពុកមកវិញតែនាងមិនដឹងគូឆ្លើយយ៉ាងម៉េចមិត្តភក្តិនាងមើលនាងហើយនៅស្ងៀមអស់មួយសន្ទុះនាងនិយាយឲ្យនាងយំទៅតែនាងមិនចង់យំដើម្បីប្តីនាងទេខ្ញុំមិនអាចគិតអ្វីបានទេយើងទៅរើផ្ទះថ្មីសោះលេងលះគ្នាភ្លាមលោតទន្លេភ្លាមដើម្បីអ្វីពេលខ្ញុំទៅផ្ទះថ្មីរបស់អ្នកខ្ញុំគិតថាផ្ទះនេះមានបញ្ហាខ្ញុំមិនហ៊ាននិយាយទេមានបញ្ហាអីអ្នកត្រឡប់ទៅមើលខ្លួនឯងទៅមានផ្លូវយ៉ាងតិច7ទៅ8ខ្សែតែកាត់តាមផ្ទះរបស់អ្នកគ្រប់ទីដោយទាំងអស់អ្នកមិនដឹងថាហុងស៊ុយនេះគេហៅអ្វីទេប្រព័ន្ធព្រួញចាក់បេះដូងមិត្តភក្តិនាងប្រាប់ឲ្យនាងរើផ្ទះតែនាងមិនជឿវាសនាទេដើម្បីទទួលខុសត្រូវចំពោះគ្រួសារនាងបានខ្លាចជាអ្នករែកអីវ៉ាន់លើស្មានាងមិនមែនមានតែអីវ៉ាន់ធ្ងន់ទេថែមទាំងមានជីវិតម្ដាយក្មេកនិងកូនប្រុសទៀតពេលថ្ងៃនាងធ្វើការពេលយប់នាងហត់ដេកលក់ភ្លាមនាងឲ្យលុយទាំងអស់ទៅម្ដាយក្មេកនាងសុខចិត្តរស់នៅលំបាកនៅមានរូបថតម៉ាស៊ីវអ៊ូក្នុងបន្ទប់នេះធ្វើឲ្យលីប៉ាវលីឈឺចាប់តែកូនប្រុសនាងមិនឲ្យនាងដកវាចេញទេនាងដឹងថាកូនប្រុសនាងខឹងនាងរែកអីវ៉ាន់អស់រយៈពេល10ឆ្នាំមុខលីប៉ាវលីក៏ស្អុយនឹងឡើងលឿង
សំណាងល្អការខិតខំរបស់នាងមិនឥតប្រយោជន៍កូនប្រុសនាងប្រឡងជាប់សាលាល្អបំផុតរាល់ពេលនាងទៅប្រជុំមាតាបតាសម្រាប់កូននាងរៀបចំសម្លៀកបំពាក់យ៉ាងហ្មត់ចត់ខ្លាចធ្វើឲ្យកូនប្រុសនាងខ្មាស់គេកូនប្រុសនាងតែងតែបានលេខ1លីប៉ាវលីមានមោទកភាពណាស់តែនាងក៏មានសម្ពាធខ្លាំងដើម្បីប្រមូលលុយឲ្យកូនរៀនមហាវិទ្យាល័យនាងត្រូវតែរកលុយឲ្យបានច្រើននាងកាន់តែហត់នឿយហើយដាក់កម្លាំងទាំងអស់លើកូនតែកូនប្រុសនាងនៅតែប្រងើយកន្តើយរាល់ពេលឃើញនាងក៏មិនចង់និយាយលីប៉ាវលីឈឺចាប់ណាស់តែមិនហ៊ាននិយាយអ្វីទាំងអស់រហូតដល់ថ្ងៃនេះម្ដាយក្មេកនាងនិយាយថាផ្ទះនេះគឺជាអ្វីដែលស៊ីវអ៊ូបានបន្សល់ទុកពេលណាអ្នកទំនេរចាំទៅធ្វើឯកសារដើម្បីផ្ទេរកម្មសិទ្ធិទៅឲ្យកូនប្រុសរបស់អ្នកលីប៉ាវលីយល់ហើយពួកគេចាត់ទុកនាងជាមនុស្សក្រៅពួកគេមិនចង់ឃើញនាងនៅផ្ទះទៀតទេតែថ្ងៃប្រឡងចិត្តមកដល់ហើយនាងមិនអាចប៉ះពាល់អារម្មណ៍កូននាងទេលីប៉ាវលីសម្រេចចិត្តចេញទៅរស់នៅក្រៅផ្ទះគិតទៅគិតមកមានតែមនុស្សម្នាក់គត់ដែលនាងពឹងបានគឺក្មេងទំនើងដែលស្គាល់នៅផ្សារគាត់កាចតែគាត់ស្មោះត្រង់ដោយសារគាត់ឆ្លោះគ្នាជាប់គុក2 3ឆ្នាំរឿងដំបូងគាត់ធ្វើក្រោយចេញមកគឺរកលីប៉ាវលីគ្រប់គ្នាសុទ្ធតែខ្លាចគាត់តែមានតែលីប៉ាវលីទេមិនខ្លាចព្រោះក្មេងទំនើងមានរបួសដៃលីប៉ាវលីក៏ជួយជួបខ្លួនឲ្យគាត់តែឈុតឆាកនេះត្រូវកូនប្រុសនាងឃើញយាយឈឺហើយតែអ្នកនៅទីនេះលេងយាយឈឺហើយខ្ញុំទៅបញ្ជូនយាយទៅពេទ្យកុំគិតថាខ្ញុំត្រូវការជំនួយអ្នកបើមិនមែនថ្ងៃស្អែកប្រឡងទេខ្ញុំនឹងមើលថែយាយដោយខ្លួនឯងនាងប្រញាប់បកស្រាយតែកូនប្រុសនាងឃើញនាងស្លៀកពាក់មិនសមក៏ជេរថានាងគ្មានសីលធម៌ក្មេងទំនើងខឹងក៏ជេរកូនប្រុសនាង2 3ម៉ាត់តែកូនប្រុសនាងនៅតែខឹងមនុស្សថោកទាបអ្នកនិយាយអីជាងអ្នកហ៊ានណាស់កុំវាយគេក្មេងត្រូវប្រឡងហើយធ្វើអីនេះទៅឆាប់ឡើងអ្នកធ្វើរឿងអីនេះអាចឆ្កែនេះកុំវាយគេគ្រួសារខ្ញុំមានរឿងសំខាន់ណាស់ខ្ញុំទៅហើយអ្នកទាំងពីរយកគាត់ទៅពេទ្យបងលុយមិនស្លាប់ទេខ្ញុំមិនទៅណាទេល្អទេជាងឲ្យពួកគេទៅនាងនៅក្នុងភ្លៀងធ្លាក់ខ្លាំងរត់តាមយកឆាត់ឲ្យកូនប្រុសខ្លាចកូនផ្ដាសាយប៉ះពាល់ការប្រឡងតែកូនប្រុសបែរជារត់លឿនជាងមុនបន្សល់នាងនៅពីក្រោយសំណាងល្អការប្រឡងកូនប្រុសនាងគ្មានបញ្ហាលីប៉ាវលីក៏រកឃើញក្មេងទំនើងដែលវាហើយក៏ចង់ផ្ដោតសំណងខ្លះតែគាត់មិនទទួលយកឡើយអ្នកធ្វើអីនេះយកទៅកុំធ្វើបែបនេះខ្ញុំសុំទោសអ្នកថ្ងៃនោះខ្ញុំមិនដឹងគួរធ្វើម៉េចទេកុំធ្វើបែបនេះអ្នកបានដេកជាមួយខ្ញុំហើយខ្ញុំមិនខាតបងទេអ្នកកុំឲ្យលុយខ្ញុំវិញអ្នកជាមនុស្សប្រុសឬខ្ញុំល្ងងឬខ្ញុំពិតជាល្ងងមែនខ្ញុំគួរតែចេញទៅលក់ខ្លួនពីមុនមកខ្ញុំគិតរឿងនេះលឿនជាងនេះបើមិនអីចឹងមិនខាតបងដូចថ្ងៃនេះទេអ្នកដឹងថាវាជាការដោះដូរគុំយំគុំធ្វើដូចជាមានស្នេហាចិត្តស្មោះរបស់នាងត្រូវគេចាត់ទុកជាការលេងសើចលីប៉ាវលីមិនចង់និយាយអ្វីទៀតទេមានតែកូនប្រុសនាងទេជាក្តីសង្ឃឹមកូនប្រុសនាងប្រឡងជាប់មហាវិទ្យាល័យជាតិការលំបាកជាច្រើនឆ្នាំរបស់លីប៉ាវលីចប់ហើយនាងសប្បាយចិត្តណាស់ដែលកូនប្រុសនាងជ័យជំនះតែកូនប្រុសនាងយកសម្បត្តិរបស់ម៉ាស៊ីវអ៊ូចេញមកមែនហើយថ្ងៃនេះគួរតែឲ្យឪពុករបស់អ្នកមើលយើងបានជំនះភាពលំបាកហើយកូនប្រុសប្រឡងបានល្អណាស់ប៉ុន្មានឆ្នាំនេះខ្ញុំមិនខំប្រឹងអត់ប្រយោជន៍ទេកូនប្រុសរបស់នាងលើកកៅស្រាឡើងផឹកតែគាត់កេកលីប៉ាវលីដោយចិត្តណាពេលគាត់កាន់កៅស្រាម្ដងទៀតពាក្យសម្ដីគាត់ធ្វើឲ្យលីប៉ាវលីភ្ញាក់ផ្អើលខ្ញុំជូនពរអ្នកខ្ញុំនឹងផឹកកៅនេះជាមួយអ្នកចាប់ពីពេលនេះទៅអ្នកមិនមែនជាម្ដាយខ្ញុំទេអ្នកនិយាយអីកូនប្រុសអ្នកធ្វើឲ្យខ្ញុំបាត់បង់ឪពុកខ្ញុំ10ឆ្នាំពេលនេះខ្ញុំធំហើយខ្ញុំបានចូលរៀនមហាវិទ្យាល័យហើយខ្ញុំមិនចង់ឲ្យអ្នកចេញថ្លៃសាលាឲ្យខ្ញុំទេខ្ញុំមានអាហារូបករណ៍ខ្ញុំក៏អាចធ្វើការបានដែរខ្ញុំមិនត្រូវការអ្នកមើលថែខ្ញុំទៀតទេផ្ទះនេះគឺជាអ្វីដែលឪពុកបន្សល់ទុកអ្នកចេញទៅឲ្យយាយរស់នៅកូនប្រុសអ្នកអាចទៅរកគ្មាននរណាទៅខាត់អ្នកទេការខិតខំអស់10ឆ្នាំបានត្រឡប់មកវិញដោយពាក្យបែបនេះលីប៉ាវលីមិនយល់ទេនាងហៅកូនប្រុសទៅលើដំបូលហើយគេកំភ្លៀងគាត់មួយតែក៏ដឹងថាកូនប្រុសលួចទៅរកកម្មករស្រីនោះហើយដឹងថានៅឆ្នាំនោះលីប៉ាវលីជាអ្នកហៅទូរស័ព្ទតែធ្វើឲ្យពួកគាត់លោតទឹកពីស្ពានសម្រាប់កូនប្រុសរបស់នាងរឿងដែលធ្វើឲ្យពុកស្លាប់មិនមែនបាត់បង់ការងារទេមិនមែនត្រូវចាប់ខ្លួនទេតែជាម្ដាយដែលធ្វើបាបគាត់ហើយធ្វើជាមនុស្សល្អដើម្បីលើកលែងទោសលីប៉ាវលីទុកចិត្តនាងអស់ជាច្រើនឆ្នាំហើយតែធ្វើឲ្យនាងហត់ទាំងកាយនិងចិត្តដើម្បីគេចពីរឿងអាក្រក់នោះតែឥឡូវនេះស្នាមរបួសក្នុងចិត្តនាងត្រូវកូនប្រុសបើកឡើងវិញនាងទៅស្ពានដែលម៉ាស៊ីវអ៊ូលោតទឹកនាងអង្គុយនៅមាត់ទន្លេតែម្នាក់ឯងរហូតដល់កាំជ្រួចដ៏ស្រស់ស្អាតហោះលើអាកាសទើបនាងត្រឡប់មកការពិតវិញមានយុវជនម្នាក់រត់មកសុំឲ្យនាងថតរូបឲ្យមិត្តគាត់លីប៉ាវលីមើលមុខពួកគេដែលញឹមនាងទើបតែនឹកឃើញថាប៉ុន្មានឆ្នាំនេះនាងមិនដែលឃើញកូនប្រុសនាងស្អីទេនាងលែងគិតពីអតីតកាលទៀតហើយនាងគ្រាន់តែចង់ឲ្យកូនប្រុសរស់នៅយ៉ាងសប្បាយនាងក៏ត្រឡប់ទៅផ្ទះដែលមិនមែនជារបស់នាងវិញនាងខ្ចប់អីវ៉ាន់ដោយស្ងាត់ហើយប្រាប់ម្ដាយក្មេកឲ្យមើលថែកូនប្រុសម្ដាយក្មេកនាងនិយាយមិនឲ្យនាងទៅតែដៃគាត់មិនបានខាត់នាងទេមានអ្វីត្រូវនិយាយជាមួយកូនប្រុសទេលីប៉ាវលីបានទៅហើយនាងសម្រេចចិត្តរស់នៅតែម្នាក់ឯងតែនាងមិននឹកស្មានដល់ថាក្មេងទំនើងកំពុងរងចាំនាងខាងក្រោមគាត់មិនទទួលស្គាល់អារម្មណ៍គាត់ទេតែទីបំផុតក៏មិនអាចក្បត់បេះដូងបានលីប៉ាវលីគិតថាជីវិតនាងអាក្រក់មិនចង់ធ្វើឲ្យអ្នកដទៃជាប់តាក់ទងតែក្មេងទំនើងមិនខ្លាចទេគាត់យកអីវ៉ាន់របស់លីប៉ាវលីដាក់លើឡានហើយនាំលីប៉ាវលីចេញពីកន្លែងឈឺចាប់នេះកូនប្រុសនាងនៅក្បែរនោះតែបានត្រឹមមើលពួកគេចេញទៅឡានមិនទៅឆ្ងាយប៉ុន្មានផងក៏លោតទៅជាព្រះធ្វើបាបនាងតែលីប៉ាវលីមិនទទួលយកជោគវាសនាព្រោះជីវិតនាងត្រូវបន្តទៅមុខហើយមនុស្សតែម្នាក់គត់ដែលនាងពឹងបានគឺខ្លួនឯង